គាត់តែងតែដាច់អាដងផ្លិតទឹកនឹងហ្មងព្រោះហេតុអីការប្រើប្រាស់គាត់ច្រឡំមិនបើកមកកម្មវាអូតូពេលដែលយើងភ្លៀងមកតិចវាយឺតបាទបើកយឺតក៏វាយឺតដល់ពេលយើងបើក120អាអូតូនោះវាកាន់តែញាប់ដើម្បីធ្វើការឲ្យ offset ជាមួយនឹងអាទឹកគ្រាប់ទឹកភ្លៀងដែលមកតាមលបឿនហ្នឹងឡានដែលវាឆ្លាតពេកតែបើយើងបើកតែមួយកម្មហ្នឹងវាទៅជាអូតូញាប់ខ្លាំងពេកបាទអាហ្នឹងវាបញ្ហាវាត្រង់ហ្នឹងមួយទៀតខែភ្លៀងអញ្ចឹងយើងត្រូវបកផ្លិតទឹកបាទហើយទឹកបាញ់កញ្ចក់ពេលខ្លះក៏យើងមានទឹកថ្នាំដែលបាញ់ទៅល្អិលទៅពេលខ្លះក៏អត់ទៅហើយផ្លិតទឹកហ្នឹងទុំដូសោះក៏ខូចហើយបាទត្រូវការប្រើខូចបាទហើយទឹកបាញ់ក៏អត់ជ្រះស្អាតដោយសារផ្លិតទឹកក៏ខូចហើយបើកទៅសូក្រាក់ណាបើកផ្លិតទឹកទៅក្រាក់បងមានអនុសាសន៍អីតាក់ទងនឹងការងារថែទាំឬមួយក៏នឹងជួសជុលអាហ្នឹងដែរបាទសម្រាប់ខ្ញុំការថែទាំប្រព័ន្ធបាញ់សម្អាត windscreen មកកញ្ចក់ហ្នឹងបាទគឺជារឿងមួយមិនគួររំលងបើយើងកន្លងមកការអនុវត្តកន្លងមកថាវាមិនសំខាន់វានៅសុវត្ថិភាពបានបាទយើងមើលឃើញបាទប៉ុន្តែអាហ្នឹងវាជារឿងមួយសំខាន់ខ្ញុំមិននិយាយដល់គុណភាពកស៊ូផលិតទឹកអីទេនិយាយតែពីរឿងទឹកដែលយើងប្រើព្រោះជាទូទៅអាប្រព័ន្ធហ្នឹងយើងមិនសូវជាបាញ់ប្រហែលទេអញ្ចឹងវាចាំបាច់ដាច់ខាតហើយយើងអត់អាចប្រើទឹករ៉ូពីណេយើងសុទ្ធតែម្យ៉ាងទេយើងត្រូវដាក់សាប៊ូវាសាប៊ូដែលមានស្តង់ដារគឺដូចបងនិយាយវាមានជាតិរំអិលការពារច្រេះធម្មតានៅខាងក្នុងវាមានផាំរបស់វាបាទផាំនឹងហើយនៅក្នុងប្រព័ន្ធតយោហ្នឹងបាញ់ចេញមកវាមានជពួយក្បាលបាញ់របស់វាអាចុងតយោហ្នឹងបាទហ្នឹងដែលសាច់ហ្នឹងអាសាច់ហ្នឹងបើយើងប្រើទឹកយូរទៅវាទៅជាកមអាកបោនអីហ្នឹងដោយសារយើងចាក់ទឹករ៉ូប៊ីណេហ្នឹងបាទវាជាប់នៅហ្នឹងទៅដល់ពេលបាញ់ទៅជួនកាលវាអត់ចេញវាទៅជាស្ទះវាទៅជាវាទៅជាចេញទៅនេះចេញទៅនោះហើយសាច់ទៅប៉ះអ្នកក្រោយទៀតបាទអាហ្នឹងគឺត្រូវការទី1សម្អាតអាក្បាលណោះសលហ្នឹងជាប្រចាំទី2កុំប្រើទឹកធម្មតាព្រោះទឹកធម្មតាវាអាចគាំងពេលដែលយើងដាក់ទឹកសាប៊ូវាទឹកសាប៊ូវាដែលវាមានបាទបើយើងដាក់ទឹកសាប៊ូហ្នឹងហើយទឹកធម្មតាបើសិនយើងប្រើញឹកញាប់ដែរដាក់ទឹកធម្មតាហ្នឹងទៅក៏បានដែរបើដាក់ទឹកយើងច្រោះបាទមិនមែនថាទឹកសុទ្ធតើយើងបន្សុទ្ធដោយចំហាយទេទឹកច្រោះកុំឲ្យវាមានក្លច្រើនបាទអាហ្នឹងយើងអាចដាក់ទឹកសុទ្ធអីអញ្ចឹងបានដែរទឹកនឹងច្រោះហើយបាទទឹកនឹងច្រោះហើយអញ្ចឹងយើងដាក់ទឹកហ្នឹងចឹកច្រោះហ្នឹងហើយបងប្អូនគាត់មាន filter ខ្លួនឯងក៏អាចប្រើអាហ្នឹងបានដែរបាទតែបើយើងបើក tab មកវាអាចមានកបោមានក្លមានអីផ្សេងទុកយូរទៅវាកកទៅព្រោះអា nozzle អាក្បាលបាញ់វាហ្នឹងតូចទេដល់ពេលតូចទៅយូរទៅមានតែកកជាប់ហ្នឹងដល់ពេលយើងត្រូវការបាញ់មិនអត់ចេញដោយបងឯងមានប្រសាសន៍អញ្ចឹងថាវាអាចទៅនេះទៅនោះតែជួនកាលទៅវាមានទៅវាស្ទះវារកកន្លែងចេញអាកន្លែងតំណហ្នឹងវាគាត់ថាដោតចូលគ្នាអញ្ចឹងវាទៅរបូតបាទរបូតបាច់អត់ចេញតែម្ដងហើយយើងកំពុងតែភ្លៀងបាទយើងកំពុងតែជីអញ្ចឹងយើងអាចទៅដោះដូរធ្វើបានហើយអញ្ចឹងត្រូវថែទាំអញ្ចឹងត្រូវមានទឹកដែលត្រឹមត្រូវហើយត្រូវមានសាប៊ូវាដែរបាទហើយសាប៊ូហ្នឹងវាមានជម្រើសច្រើនប៉ុន្តែជម្រើសយ៉ាងម៉េចក៏ដោយត្រូវឲ្យមានជាតិរំអិលព្រោះនៅក្នុងមានម៉ូទ័រផាំនេះវាជាម៉ូទ័រជួនកាលស្លាបវាហ្នឹងវាទូចអញ្ចឹងស្លាបវាធ្វើក្នុងខ្យងយើងដឹងម៉ូទ័របូមទឹកមានខ្យងបាទខ្យងហ្នឹងបើសិនតែមានក្លឬកបោច្រើនអញ្ចឹងទៅស្រាប់យើងខានបាញ់មករដូវប្រាំងយើងមិនសូវបាញ់ទេមិនអញ្ចឹងខានបាញ់ស្រាប់ដល់ពេលយើងត្រូវការបាញ់ឆ្វាច់អាហ្នឹងវាកកជាប់បាត់គាំងបាត់បាទអញ្ចឹងយកល្អឧស្សាហ៍ exercise វាមិនមុនយកទៅកន្លែងលាងឡានអីយើងបាញ់ចោលមកឆ្វាច់ទៅថាបាញ់ទៅបាញ់លេងទៅប្រឡាក់បាទកុំឲ្យថាប្រឡាក់អីវាមិនស្អាតឡានទេអាហ្នឹងខ្ញុំយល់អារម្មណ៍ហ្នឹងខ្ញុំក៏មានអារម្មណ៍អញ្ចឹងដែរប៉ុន្តែជាទូទៅខ្ញុំតែងតែចុចលេងពេលណាដែលខ្ញុំយកឡានទៅលាងធម្មតាអេឡិចត្រូនិកទុកយូរអត់ធ្វើការព្រោះវាអាចគាំងខូចដែរបាទហើយប៉ុន្តែ advice មួយទៀតនេះក្រៅ topic យើងទេឥឡូវគេមានការnano technology ប្រេង nano seal បាទដើម្បីអីឲ្យកញ្ចក់ឡានហ្នឹងវាទៅជាស្លឹកឈូកវាអត់ជាប់ទឹកអត់ជាប់អីអាហ្នឹងវាជាចេញខ្លួនឯងបាទហ្នឹងវាជាម្យ៉ាងដែរខ្ញុំដាក់ដែរ
ខ្ញុំដាក់ដែរព្រោះខ្ញុំធ្លាប់អាហ្នឹងដល់អត់ដាក់បើកអត់កាបាទខ្ញុំមិនសូវចូលចិត្តបើកផ្លិតទឹកប្រហែលទេអត់ចូលចិត្តទេអញ្ចឹងធម្មតាផ្លិតទឹកល្អប៉ុណ្ណាក៏មានលឺគ្រប់ក្រាក់ខ្លះដែរអូអត់សូវចូលចិត្តមូលហេតុអីព្រោះពេលដែលយើងបើកអញ្ចឹងខ្ញុំឃើញភ្ញៀវជាពិសេស ODQ7 ណាបាទគាត់តែងតែដាច់អាដងផ្លិតទឹកហ្នឹងហ្មងព្រោះហេតុអីការប្រើប្រាស់គាត់ច្រឡំមិនបើកមកកម្មវាអូតូពេលដែលយើងភ្លៀងមកតិចវាយឺតបាទបើកយឺតក៏វាយឺតដល់ពេលយើងបើក120អាអូតូនោះវាកាន់តែញាប់ដើម្បីធ្វើការឲ្យ offset ជាមួយនឹងទឹកគ្រាប់ទឹកភ្លៀងដែលមកតាមលបឿនហ្នឹងឡានដែលវាឆ្លាតពេកតែបើយើងបើកតែមួយកម្មហ្នឹងវាទៅជាអូតូញាប់ខ្លាំងពេកបាទអាហ្នឹងវាបញ្ហាវាត្រង់ហ្នឹងមួយទៀតណាបាទតែបាក់ហ្នឹងតាមបទពិសោធន៍ខ្ញុំណាខ្ញុំឃើញបាក់គឺដោយសារខូចខុសបច្ចេកទេសមួយចំនួនបាទដោយសារធម្មតាពេលគេលាងឡានគេលើកផ្លិតទឹកហ្នឹងគេលើកដងផ្លិតទឹកហ្នឹងមកណាបាទអញ្ចឹងលើកទៅវាអត់បានច្រើនវាបានបន្តិចទេបាទអញ្ចឹងគាត់លូកអត់ដល់តែអញ្ចឹងគាត់ខំប្រឹងលើកតិចទៀតបាទតែធម្មតាដើម្បីលើកអាហ្នឹងបានគឺក្នុងគោលម្ដងដើម្បីជូតបាទបើសិនជាតាមបច្ចេកទេសរថយន្តគឺមានថាឲ្យយើងទៅកន្លែង wiper blade change mode បាទដើម្បីវាងាកទៅកណ្ដាលយើងបើកបានធំបាទអញ្ចឹងយើងអត់ខំប្រឹងទេអត់ប្រឹងទាញទេដល់ពេលគាត់អត់ដឹងគាត់ខំប្រឹងទាញទៅអញ្ចឹងវាមានស្នាមវាហើបបន្តិចដងដល់ពេលមកវឹបបាទបដោយបាទអញ្ចឹងអាសៀលហ្នឹងក៏វាជារឿងដែលល្អដែរខ្ញុំសាកល្បងប្រើដែរបាទទិញមកធ្វើខ្លួនឯងអញ្ចឹងណាបាទមិនចាំបាច់ទៅក៏បានដែរយើងតែទិញអនឡាញប្រយ័ត្នគេកុហកខ្ញុំធ្លាប់គេកុហកច្រើនមិនទាំងអស់ឃើញណាហ្នឹងហើយតែចង់និយាយថាយើងស្គាល់អ្នកណាគេយើងជឿជាក់នឹងខាងណាយើងអាចទៅខាងហ្នឹងទៅព្រោះអាហ្នឹងបើភ្លៀងយើងបើកលបឿនយឺតក៏វាចោះអស់ដែរតែបើយើងបើកចាប់ពី20 30ទៅក៏វា repel ចេញដោយទឹកជោគចឹងវាស្រួលហើយវាស្ងាត់យើងអត់មានត្រូវការប្រើអីទេបាទយកត្រូវការប្រើផ្លិតទឹកអីទេអាហ្នឹងបាទហ្នឹងហើយអញ្ចឹងទឹកសំខាន់ហើយមួយវិញទៀតផ្លិតទឹកក៏យើងអាចថែទាំវាបានតាមរយៈយើងជូតវាដែរព្រោះធម្មតាវានៅកន្លែងហ្នឹងយូរវានៅតែមួយកន្លែងធ្វើចលនាអីសោះក៏វានឹង deform ឲ្យខូចយើងរើវាអញ្ចឹងដីកាកសំណល់ផ្សេងវាទុំនៅហ្នឹងអញ្ចឹងពេលខ្លះយើងអាចយកកសែតបើកវាមកហើយជូតវាបាទដើម្បីឲ្យកុំឲ្យមានស្នាមដីអញ្ចឹងពេលយើងបកទៅវាដាច់ល្អយើងងាយនឹងមើលតែបើអត់ទេវាមានបន្តិចប្រេងនៅកន្លែងហ្នឹងគឺបកទៅអត់ដាច់ទេបាទវាមានកំណកវាធូលីដីស្អីទាំងអស់ហ្នឹងវាធ្វើឲ្យរឹងមុខនឹងអស់ដែរវាអាចដែរតែអញ្ចឹងអាសាជូតម្ចាស់ឡានគាត់អាចធ្វើខ្លួនឯងបានបាទថ្ងៃទឹកអីទៅបាទខោខ្លីអាវយឺតអីមួយមកជូតទៅហាត់ប្រាណហើយបែកញើសស្រាប់លូកតិចទៅបាទអត់អីទេអាហ្នឹងបាទ exercise ដើម្បី stretch ខ្លួនយើងឲ្យវាទន់ខ្លួនផងព្រោះហ្នឹងត្រូវឡើងលើជាន់កង់ដែរណាដើម្បីអាចខ្ញុំខ្ពស់ខ្ញុំចាំបាច់ជាន់ទេបាទ